មានដឹងអត់សាលាមកតៃក្នុងប្រទេសជប៉ុនណាมันមានអ្នកអនាម័យទេពីព្រោះថាក្មេងៗតូចៗសិស្សសាលាទាំងអស់ហ្នឹងជាអ្នកសម្អាតដោយខ្លួនឯងអត់ប្រើណាគេទេបោជូតលាងដុសខាត់ធ្វើខ្លួនឯងទាំងអស់ទោះបីខ្ញុំមកតាវីដេអូនេះខ្ញុំនិយាយអំពីការសិក្សារបស់ក្មេងៗនៅជប៉ុនក្នុងប្រទេសនានាជុំវិញពិភពលោកក្មេងៗទៅសាលាដើម្បីរៀនអំពីមុខវិជ្ជាគណិតវិទ្យាវិទ្យាសាស្ត្រសង្គមនិងភាសាជាដើមតែប្រទេសជប៉ុនវិញខុសគេក្មេងៗត្រូវបានគេបរៀនពីមុខវិជ្ជាដ៏សំខាន់មួយនោះគឺទំនួលខុសត្រូវចាប់ពីអាយុ5ទៅ6ឆ្នាំសិស្សសាលាទាំងអស់តម្រូវឲ្យសម្អាតបន្ទប់រៀនដោយខ្លួនឯងដោយដោះលាងទាំងបន្ទប់ទឹកនិងបរិវេណសាលារៀនទាំងអស់ហើយសូម្បីតែបន្ទប់ការិយាល័យរបស់លោកគ្រូអ្នកគ្រូក៏ត្រូវសម្អាតដែរតិចថាដោយសារសាលាខឬក៏សាលារិះថាំអត់មានលុយជួលអ្នកអនាម័យអីទៅតែពិតនោះគឺជាផ្នែកមួយនៃវប្បធម៌របស់ជប៉ុនដែលគេជឿថានរណាគេអ្នកបង្រៀនអ្នកនោះត្រូវតែសម្អាតអញ្ចឹងការបោសសម្អាតសាលារៀននេះធ្វើឲ្យក្មេងៗយល់ដឹងពីការរៀបចំថែរក្សាកន្លែងដែលពួកគេរៀនពួកគេគោរពឲ្យតម្លៃសាលានិងបង្កើតជាទម្លាប់ល្អៗពេលត្រឡប់ទៅផ្ទះវិញផងដែរនៅប្រទេសជប៉ុនសាលារៀនមិនមែនត្រឹមតែរៀនមុខវិជ្ជាទូទៅដែលក្មេងៗត្រូវរៀននោះទេតែសាលាបានបង្រៀនឲ្យក្មេងៗចេះគោរពឲ្យតម្លៃនិងមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាកូនល្អសិស្សល្អនិងពលរដ្ឋល្អអញ្ចឹងហើយបានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុនតែងតែមានសោភ័ណភាពអនាម័យគឺថាស្អាតជានិច្ចស្អាតជានិច្ចចឹងស្រុំមកវិញប្រជាជនជប៉ុនមានវិន័យសីលធម៌ខ្ពស់ហើយស្ទើរគ្រប់ទីកន្លែងមានអនាម័យសោភ័ណភាពនិងសណ្ដាប់ធ្នាប់ល្អមិនមែនជាវិជ្ជមានជប់ចេញនោះទេតែវាកើតឡើងពីការអប់រំតាំងពីតូចក្រូចឆ្មាមកខូចខ្លងពីបន្ថយជប៉ុនមិនមែនត្រឹមតែបង្រៀនក្មេងឲ្យក្លាយជាសិស្សបកែនោះទេតែពួកគេបង្រៀនឲ្យក្មេងក្លាយទៅជាមនុស្សល្អមនុស្សមានប្រយោជន៍ដល់សង្គមផងដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយ